8ជីវិតនិងឧបសគ្គតើយើងត្រូវឆ្លងកាត់នៅឧបសគ្គក្នុងជីវិតបានដោយវិធីណាមនុស្សយើងសុទ្ធតែមានការពិសោធន៍ផ្សេងៗអំពីគ្នាតែដោយច្រើនអ្នកដែលអាចឆ្លងកាត់នៅព្យុះជីវិតបានដោយជោគជ័យគឺអ្នកដែលមានការយល់ដឹងច្រើនរួមផ្សំជាមួយនឹងសេចក្តីអត់ធន់ព្យាយាមផងព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សម្ដែងនៅអធិបាតធម៌គឺធម៌ដែលជាហេតុញ៉ាំងប្រយោជន៍ឲ្យសម្រេចមាន4យ៉ាងគឺ 1. ឆន្ទៈសេចក្តីបំណងក្នុងកិច្ចការងារនោះចង់ឲ្យការងារនោះបានសម្រេចតាមប្រាថ្នាការប្រាថ្នាដើម្បីនឹងធ្វើនៅកិច្ចការណាមួយមិនមែនទាល់តែមានលោភៈឬតណ្ហាទើបធ្វើបាននោះទេដូចបំណងក្នុងការធ្វើទានបំណងក្នុងការរក្សាសីលបំណងក្នុងការប្រកបមុខរបរដែលប្រឆាចទោសបំណងប្រកបកិច្ចការឲ្យបានជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃជាដើមសុទ្ធតែជាបំណងល្អដែលគួរបណ្ដុះតទៅទៀតការងារគ្រប់យ៉ាងមិនចាំបាច់ដល់ទៅការងារធ្ងន់ឬលំបាកទេសូម្បីការងារស្រាលបើខ្វះឆន្ទៈហើយគឺមិនអាចធ្វើកើតឡើយ 2. វិរិយៈសេចក្តីព្យាយាមក្នុងការបំពេញកិច្ចការនោះឲ្យបានសម្រេចការងារគ្រប់បែបយ៉ាងបើមិនមានសេចក្តីព្យាយាមទេសូម្បីមកដល់ដៃហើយក៏ដោយក៏អាចបាត់បង់ទៅវិញបានដែរហើយជីវិតក៏នឹងដើរថយក្រោយគ្មានជំហានឈានទៅរកសេចក្តីចម្រើនរុងរឿងមិនអាចដកខ្លួនចាករណ្ដៅទុកបានឡើយវិរិយៈគឺសេចក្តីព្យាយាមនេះអាចកម្ចាត់បងនៅកោសជ្ជៈគឺសេចក្តីខ្ជិលច្រអូស6យ៉ាងគឺកខ្ជិលច្រអូសព្រោះគិតអាងថាក្តៅពេកខខ្ជិលច្រអូសព្រោះគិតអាងថាត្រជាក់ពេកកខ្ជិលច្រអូសព្រោះគិតអាងថាព្រឹកពេកខខ្ជិលច្រអូសព្រោះគិតអាងថាល្ងាចពេកងខ្ជិលច្រអូសព្រោះគិតអាងថាឃ្លានពេកចខ្ជិលច្រអូសព្រោះគិតអាងថាឆ្អែតពេកមនុស្សកំជិលតែងអាងលេស6យ៉ាងនេះឯងម្ល៉េះហើយការងាររបស់គេមិនដែលសម្រេចបានដោយល្អទេគឺតែងខ្វះមុខខ្វះក្រោយជានិច្ចបើជាអ្នកធ្វើការងារក្នុងក្រសួងឬមន្ទីរនានាតែងត្រូវចវាយនាយស្ដីបន្ទោសជារឿយព្រោះហេតុតែគេទៅធ្វើការមិនទាន់ពេលវេលារហូតអាចគេបញ្ឈប់ពីការងារក៏សឹងមានសេចក្តីព្យាយាមមិនមែនអាចឆ្លងកាត់បានត្រឹមតែការងារចិញ្ចឹមជីវិតប៉ុណ្ណោះទេសូម្បីបដិបទាជាដំណើរចេញចាកអំពីសង្សារទុក្ខនេះក៏រមែងសម្រេចបានដោយសេចក្តីព្យាយាមដែរព្រោះហេតុដូច្នោះទើបព្រះមានព្រះភិក្ខទ្រង់ត្រាស់ទុកក្នុងអាលវិកសូត្រថាវិរិយេនៈទុក្ខមច្ចេតៈសត្វឆ្លងនៅអន្លង់ទុក្ខបានដោយសេចក្តីព្យាយាម 3. ចិត្តៈការយកចិត្តទុកដាក់ក្នុងការងារនោះការងារមួយចំនួនសូម្បីស្ទាត់ជំនាញហើយក៏ដោយបើខ្វះការផ្ចិតផ្ចង់ធ្វើដោយប្រថុយប្រឋានការងារនោះក៏ទៅជារយិរយាកយកជាការមិនបានដោយហោចទៅសូម្បីការស្ដាប់ព្រះធម៌បើមិនមានសមាធិមិនមានការតាំងចិត្តស្ដាប់ដោយល្អប្រកាសជាដូចចាក់ទឹកលើក្បាលទាមិនខាន 4. វិមង្សាគឺបញ្ញាដែលពិចារណាឃើញក្នុងការងារនោះថាធ្វើយ៉ាងណាការងារនោះអន់ថយធ្វើយ៉ាងណាការងារនោះបានរីកចម្រើនការងារគ្រប់បែបយ៉ាងមិនមែនសម្រេចបានដោយគ្រាន់តែមានកម្លាំងបាយទេគឺទាល់តែមានប្រាជ្ញាឆ្លាតវាងវៃផងទើបសម្រេចបានដោយល្អដោយបុរាណពោលថាចេះ10ពុំស្មើនឹងអ្នកប្រសព1ធម៌ទាំង4ប្រការនេះក្នុងមាតិកានីមួយៗសុទ្ធតែដាស់តឿនសត្វលោកគ្រប់គ្នាឲ្យមានការទុកចិត្តលើខ្លួនឯងហើយឲ្យផ្ដើមសាងគុណធម៌ដោយមិនឲ្យកោតញញើតចំពោះឧបសគ្គនានាក្នុងជីវិតឡើយដើម្បីប៉ះប៉ូវនៅផ្កាឈូកដែលដុះក្នុងស្រះយើងមិនខានពីការប្រឡាក់ភក់ឡើយតែពេលយើងបេះផ្កាឈូកបានហើយយើងនឹងឡើងផុតពីស្រះលាងជម្រះកាយឲ្យស្អាតរួចប្រើប្រាស់ផ្កាឈូកនោះទៅតាមបំណងយ៉ាងណាមិញគោលដៅនៃជីវិតគឺសេចក្តីសុខដែលយើងកំពុងតែឈានទៅរកនោះក៏ដូច្នោះដែរយើងត្រូវតែអត់ធ្មត់ចំពោះភក់ជ្រាំគឺឧបសគ្គផ្សេងដូចជាពាក្យសម្ដីចាក់ដោតបញ្ឈឺចិត្តរបស់ពួកមនុស្សមាត់ដាច់ជាដើមកំណាព្យផ្កាឈូកតែងដុះក្នុងបឹងភក់លាយដោយទឹកល្អក់ជាធម្មតាតែពេលឈូកលូតផុតជលសាក៏คล้ายជាផ្កាមានរស្មីក្លិនក៏ក្រអូបរូបក៏ល្អមានទាំងកេសរត្របកថ្មីទុកណាជាភ្លៀងជោកជាំដី
ផ្កាឈូករីកថ្មីមិនសើមឡើយរីជាតិជាមនុស្សរស់ក្នុងលោកជាប់ស្ទោកក្នុងភក់ឆ្ងាយពីត្រើយលងក្នុងកិលេសឥតស្រាកស្បើយគុំនៅកន្តើយប្រឹងឆាប់រាគួរយកតម្រាប់ផ្កាបទុមបឺតគុំជីវជាតិគឺកុសលាសន្សំកេសរគឺបញ្ញាលូតផុតសង្សារដូចផ្កាឈូកដោយភិក្ខុវចិរបញ្ញោសានសុជា